យើងនៅពេលដែលចូលដំបូងគឺចេញទៅពាក្យថា welcome បន្ទាប់មកយើងចុចទៅប៊ូតុងបន្ទាប់នៅពេលដែលចុចប៊ូតុងបន្ទាប់គឺនៅចេញ screen មួយទៀតដែលមានប៊ូតុងចំនួន4ដែលមានដូចជាខ្លឹមសារគោលបំណងចំណុចសំខាន់និងរចនាសម្ព័ន្ធនៅពេលដែលយើងចុចទៅពាក្យថាខ្លឹមសារគឺចេញពីខ្លឹមសាររបស់ក្រុមរបស់នាងខ្ញុំផ្ទាល់ដែលមានសមាជិកប៉ុន្មានមានដូចជារស់នៅឯណាភូមិឃុំឯណានិងមានសិក្សានៅថ្នាក់ទីប៉ុន្មានផងដែរយើងចុចទៅកាន់ប៊ូតុង back ហើយចូលទៅកាន់គោលបំណងនេះគឺយើងនិយាយអំពីតែគោលបំណងអ្វីដែលយើងអាចបង្កើត game នេះបង្កើត app នេះមកឡើងដើម្បីដោះស្រាយនៅបញ្ហាសង្គមអ្វីខ្លះយើងចុចទៅកាន់ប៊ូតុង back ហើយយើងចុចទៅកាន់ប៊ូតុងចំណុចសំខាន់នៅត្រង់ចំណុចសំខាន់នេះគឺចេញនៅមុខម្ហូបខ្មែរដែលយើងបានរៀបចំនៅក្នុង app របស់ពួកយើងដែលមានដូចជាសម្លម្ជូរប្រឡិតបង្អែមតាសនសម្លកកូរត្រីអណ្ដែងបង្អែមសង់ខ្យាល្ពៅសម្លការីសាច់មាន់និងនំបាក់បិនផងដែរបើយើងចង់ធ្វើម្ហូបអាហារអីមួយយើងចុចទៅកាន់មុខម្ហូបនោះដូចជាសម្លម្ជូរប្រឡិតនៅត្រង់ពេលយើងចុចទៅកាន់ប៊ូតុងសម្លម្ជូរប្រឡិតនឹងចេញផ្ទាំងមួយទៀតដែលគេដាក់ថាគ្រឿងផ្សំនិងវិធីចម្អិនដើម្បីយើងចុចទៅកាន់គ្រឿងផ្សំនៅពេលដែលចុចទៅកាន់គ្រឿងផ្សំនឹងចេញនៅផ្ទាំងមួយដែលពួកយើងបានរៀបចំឡើងប្រាប់ពីគ្រឿងផ្សំដែលយើងត្រូវធ្វើម្ហូបនេះផងដែរបន្ទាប់មកនៅពេលដែលយើងដឹងពីគ្រឿងផ្សំហើយយើងចុចទៅកាន់ប៊ូតុង back ដើម្បីចូលទៅកាន់វិធីចម្អិនផងដែរហើយនៅមុខម្ហូបផ្សេងទៀតក៏ចុចទៅកាន់ប៊ូតុងដូចគ្នាផងដែរ